បាទសួស្តីបងប្អូនទាំងអស់គ្នាជាពិសេសបងប្អូននៅក្នុងភូមិឈូគុំត្រមូលស្រុកមេមត់គឺទាំងអស់គ្នានិងបងប្អូនដែលជាសមាជិករបស់សហគមន៍កសិកម្មរិទ្ធសេរីរាងទំហំមេមត់បាទថ្ងៃនេះសហគមន៍យើងខ្ញុំបាននាំជូននៅទស្សនីយភាពថ្មីគឺរបៀបធ្វើជ្រក់ម្រេចហើយនឹងធ្វើម្រេចខ្មៅម្រេចសម្រេចបាយអញ្ចឹងណាអញ្ចឹងវីដេអូនេះគឺចង់បង្ហាញបងប្អូនពីមួយ step ទៅមួយ step ពីមួយជំហានទៅមួយជំហានតើពួកគាត់កែច្នៃម្រេចហ្នឹងយ៉ាងរបៀបម៉េចបាទអញ្ចឹងសម្រាប់បងប្អូនដែលមានម្រេចទេណាបងប្អូនអញ្ចឹងបងប្អូនធ្លាប់តែធ្វើម្រេចខ្មៅម្រេចក្រៀមម្រេចខ្មៅថ្ងៃនេះគឺប្លែកទៀតហើយបាទវីដេអូនេះគឺចង់បង្ហាញខ្ញុំការធ្វើជ្រក់ម្រេចស្ងួតហើយជ្រក់ម្រេចសើបហើយមានដូចជាម្រេចក្រហមម្រេចខ្មៅម្រេចបាយផងដែរអញ្ចឹងសូមបងប្អូនចូលរួមទស្សនារីករាយទស្សនាទាំងអស់គ្នាបាទសូមអរគុណលៀងហើយយើងយកទៅស្រោះណាសម្រាប់បច្ចេកទេសក្រោយពេលប្រមូលផលម្រេចការប្រមូលផលម្រេចដំបូងយើងត្រូវពិនិត្យមើលលើស្រកីម្រេចជាមុនសិនប្រសិនបើមានទុំ10ទៅ15%ទើបអាចប្រមូលផលបានចំពោះម្រេចដែលជ្រុះនៅក្រោមដៃឯងក៏ត្រូវបានប្រមូលយកមកកែច្នៃផងដែរការប្រឡែងក្រមម្រេចនិងបែងចែកទៅតាមប្រភេទម្រេចនិងការហាលស្ងួតម្រេចក្រហមត្រូវជ្រើសរើសតែម្រេចណាដែលទុំពេញលេញនិងមានពណ៌ក្រហមទុំល្អបន្ទាប់មកត្រូវប្រឡែងក្រមម្រេចក្រហមដោយប្រុងប្រយ័ត្នដើម្បីរក្សាគុណភាពម្រេចក្រហមបន្ទាប់ពីប្រឡែងរួចត្រូវទុកមួយរយៈសិនដើម្បីឲ្យម្រេចស្រពោះនិងដាច់ធ្វើការលាងសម្អាតម្រេចជាមួយទឹកស្អាតបន្ទាប់មកយកទៅស្រុះរយៈពេល 0.5 ទៅ 3 នាទីដើម្បីសម្លាប់មេរោគនិងរក្សាពណ៌ក្រហមរបស់ម្រេចជាមុនសិនទឹកដែលប្រើសម្រាប់ស្រុះត្រូវដាក់ឲ្យសមល្មមជាមួយបរិមាណម្រេចក្រហមបន្ទាប់ពីទឹកពុះត្រូវបន្ថយភ្លើងម្រេចសត្រូវជ្រើសរើសយកតែចង្កោមម្រេចដែលមានគ្រាប់ទុំក្រហមឬលឿងយ៉ាងហោចណាស់ចាក់ទៅ 80% បន្ទាប់មកត្រូវប្រឡែងតែគ្រាប់ម្រេចពេញលេញស្អាតល្អនិងម្រេចដែលមានស្នាមខ្មៅតិចតួចមានស្នាមជាប់ឬទុំក្រហមមិនសព្វល្អទុកមួយដៃសិនបន្ទាប់ពីប្រឡែងរួចយកទៅស្រុះទឹកពុះរយៈពេល 0.5 ទៅ 5 នាទីដើម្បីឲ្យសម្បកកើតរត់និងផុយសម្បកយកទៅត្រាំនៅក្នុងទឹកស្អាតរយៈពេល21ម៉ោងដល់48ម៉ោងបន្ទាប់មកយកទៅញីឬដុសលើកញ្ឆៃដើម្បីយកស្លឹកចេញទុកតែក្រមម្រេចពណ៌សនិងលាងសម្អាតឲ្យស្អាតម្រេចខ្មៅត្រូវប្រមូលផលម្រេចដែលមានផ្លែទុំចន្លោះពី5ទៅ10%យកមកចាក់និងម្រេចខ្មៅយកតទៅខាងក្រៅ2ទៅ3ម៉ោងជាសិនទើបចាក់ចូលម៉ាស៊ីនវាឬប្រឡែងបានដើម្បីញីក្រមម្រេចនិងទុំម្រេចចេញពីគ្នានិងធ្វើការដែរបាយទេទឹកបាយយើងប្រើជាដល់បន្ទាប់ពីប្រឡែងរួចត្រូវយកទៅស្រោចរយៈពេល1ទៅ3នាទីដើម្បីសម្លាប់មេរោគបាក់តេរីនិងធ្វើឲ្យម្រេចក្លាយទៅជាពណ៌ខ្មៅលឿងឆ្អាបនិងឆាប់ស្ងួតបន្ទាប់មកយកទៅផ្អាប់ទុកមួយយប់នៅក្នុងដេកដើម្បីឲ្យពណ៌ស្មើគ្នាបង្កើនក្លិននិងរសជាតិរបស់ម្រេចចំពោះការហាលស្ងួតវិញទាំងម្រេចក្រហមម្រេចសនិងម្រេចខ្មៅត្រូវហាលក្នុងសម្អាតឬហាលកម្ដៅថ្ងៃត្រូវហាលឲ្យផុតពីដីកន្លែងមានអនាម័យស្អាតល្អរហូតដល់សម្លាប់ម្រេចដូចជា 12% ចំពោះស្តង់ដារនាំចេញគឺ 8 ទៅ 10% ការបែងចែកចំណុចថ្នាក់ក្រុមម្រេចខ្មៅបែងចែកទៅតាមទំហំរបស់ក្រុមម្រេចធំកណ្ដាលតូចនិងកម្រិតកម្ទីមិនមែនជាម្រេចការត្រួតពិនិត្យគុណភាពម្រេចការវាស់សម្លាប់ម្រេចដោយប្រើឧបករណ៍វាស់សម្លាប់ការវាស់ដងស៊ីតេដោយប្រើឧបករណ៍វាស់ដងស៊ីតេក្នុងចំណោមប្រសិនបើម្រេចមួយស៊ីឡាំមានទម្ងន់តូចជាង550ក្រាមក្នុង1លីត្រគឺគ្រាប់តូចប្រសិនបើលើសពី550ក្រាមក្នុង1លីត្រគឺគ្រាប់ធំការវេចខ្ចប់និងស្តុកទុកគឺការវេចខ្ចប់ទៅតាមតម្រូវការរបស់អ្នកប្រើប្រាស់ថង់រងខ្យល់ថង់ប្លាស្ទិកឬកំប៉ុងផលិតផលម្រេចស្ងួតត្រូវស្តុកទុកកន្លែងត្រជាក់និងស្ងួតចឹងថ្ងៃនេះខ្ញុំសហគមន៍យើងខ្ញុំមានសំណាងយ៉ាងពិសេសបានអង្គការ Human Capital ហើយនិង GIZ ចូលរួមគ្នាជាមួយនឹងនាយកដ្ឋានរបស់ខាងក្រសួងកសិកម្មបានព្រួយផ្ដើមនាំឲ្យមានបណ្ដុះបណ្ដាលដែលស្ដីអំពីការប្រមូលផលម្រេចនិងការកែច្នៃម្រេចបាទអញ្ចឹងគឺមានសំណាងខ្លាំងមែនទែនហើយសម្រាប់ទីតាំងនៃការបើកវគ្គបណ្ដុះបណ្ដាលគឺនៅសហគមន៍ភូមិសង្កែថ្មីបាទនៅក្នុងឃ្លាំង
គេថាខ្លាំងរត់គឺស្អាតខ្លាំងមែនទែនមុននឹងចូលបើកវគ្គបណ្ដុះបណ្ដាលបងក្រុមប្រឹក្សាពិបាលនៅក្នុងសហគមន៍ផ្សេងបានចូលរួមពិភាក្សាគ្នាប្រូប្រាជ្ញបាននិយាយគ្នាអំពីការធ្វើផែនការអាជីវកម្មអញ្ចឹងណាបាទទៅមុខទៀតគាត់ត្រូវធ្វើម៉េចគាត់ត្រូវមានផែនការយ៉ាងណាគាត់ទៅជែកដោះស្រាយគ្នាអំពីបញ្ហាផ្សេងអញ្ចឹងណាដែលកើតមាននៅក្នុងសហគមន៍ក៏ដូចជាដំណាំរបស់គាត់ផងដែរជាពិសេសគឺតាក់ទងជាមួយនឹងដំណាំម្រេច ពីគីមីវាមិនខ្វះទេ ខ្វះខ្លាំងខ្វះយើង ចាំមកស្ដាប់យើងទៀត ប៉ុន្តែយើងសម្រាប់ឲ្យថាឌូងចាប់ពីដាច់ទឹកភ្លៀងចាប់28ឡើងចាប់នៅចាប់ខែ10ឡើងក៏ស្រាប់ដាច់ទឹកភ្លៀងយើងជំរុញទឹកឲ្យខ្លាំងក៏អត់សូវជួបបញ្ហាទេដូចបងក៏ចាក់តែគល់ទេដើមក៏ដែលបានទៅទឹកទេប៉ុន្តែខ្ញុំបានចំណុចឲ្យតាមដានឲ្យឌូងហ្នឹងណាទី1ខែ5ខែ6ចាប់ដើមចាប់កពូបាទដល់ពេលដាច់ទឹកភ្លៀងគ្រប់យកដល់ពេលអញ្ចឹងទៅវាចាប់ផ្ដើមផងខែ5ខែ6ដល់ពេលយើងមិនទប់ស្កាត់ខែ5ខែ6ខែ7ហ្នឹងទេពេលដែលយើងបូតហើយទេអញ្ចឹងអាមេដែលវាមកកាត់ពូជហ្នឹងគឺវាអាចកាត់ពូជបានហើយម្ដងថ្ងៃពេលហ្នឹងអាខែ10ខែ9ខែ10វាខែ9ចាប់ពេលវាញ័រមកយើងអត់ចាប់អារម្មណ៍ចាប់ដើមចាប់អារម្មណ៍ពេលហ្នឹងវាផ្សារទៀតចូលដល់ខែ2ហ្មងតែកម្រិតយើងទៅតែដាក់គ្រាប់ហ្នឹងជុកដល់ទៅចាប់ដាក់បែក មានពណ៌ក្រហមពណ៌ខៀវពណ៌លឿងបាទក្រហមទុំល្អហើយពណ៌រាងលឿងហើយពណ៌ខៀវអញ្ចឹងនៅក្នុងកងម្រេចវាមានអាសាតែយើងធ្វើម្រេចខ្មៅអញ្ចឹងនៅក្នុងចកោម្រេចបាច់កោហ្នឹងឃើញផ្លែវាធំមួយឬក៏ពីរបងប្អូនតែជាយកមកធ្វើម្រេចហើយតែម្រេចខ្មៅមែនអត់បាទអញ្ចឹងកន្លែងនេះហើយខ្ញុំចង់បង្ហាញវីដេអូនេះតាំងពីដើមរហូតដល់កាយឆ្នៃទៅម្រេចកម្រេចខំហើយនឹងម្រេចខ្មៅធ្វើមិនខាងនេះវាមានវគ្គផ្លៃៗតែទីនេះយើងនឹងកាត់អង្គយើងមានម្រេចស្រស់ខាងវាសិនគាត់បានទិញម្រេចនឹងយកមកហើយអញ្ចឹងយើងនឹងធ្វើអស់គ្នានៅតាមក្រុមតែនៅក្នុងនេះខ្ញុំចង់ឲ្យបងប្អូនគិតមិនចេះពេលដែលជាកោមនៃម្រេចទៅកោមវាមានពណ៌ខំបាទយើងធ្វើទៅសម្រាប់អីហើយក៏សិនបើពណ៌ខៀវយើងធ្វើសម្រាប់ទៅលើអីហើយក៏សិនបើមានពណ៌លឿងដូចចេះតើអាចនឹងធ្វើទៅលើអីបាទអញ្ចឹងក៏សិនបើមានគុំក្រហមល្អអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនឆ្នៃវាទៅជាម្រេចក្រហមបាទហើយបន្តទៀតបើសិនបើវាលឿងឬក៏កម្ៅខ្លាំងពេកហើយខ្ញុំជួចង់ឲ្យវាធ្វើទៅជាម្រេចតហើយនៅពេលដែលនៅសល់ពណ៌បៃតងនេះយើងចង់ឲ្យធ្វើទៅជាម្រេចខ្មៅហើយយើងចង់ធ្វើវាទៅជាម្រេចជ្រូកស្ងួតអញ្ចឹងមានន័យថាក្នុងម្ដងនេះយើងចែកឲ្យអស់មកអញ្ចឹងអ្នកណាទៅកន្លែងណាគេទៅកន្លែងហ្នឹងហើយក្នុងនេះមួយទៀតបើសិនបងប្អូនឃើញថាប្រក់ម្រេចរៀងតូចតែខុសគីវហ្នឹងសូមselectសូមរើសវាដាក់ចេញឲ្យហើយទៅតែដាក់ចេញយកឲ្យទៅធ្វើជ្រូកតែម្ដងតែអាណាប្រក់ខុសយើងយកទៅម្រេចខ្មៅហើយគេអាចបញ្ចេញឲ្យភាសាទៀតអញ្ចឹងអ្នកណាដែលគាត់ថាវាស្ងួតអាចពណ៌រៀងតូចយើងអាចដាក់ឲ្យវាបន្ទាប់ពីចាប់ក្រុមរួចរាល់គឺខ្ញុំចាប់បានក្រុមទី3មានសមាជិកចំនួន7នាក់បាទជាមួយនឹងគ្រូបង្ហាញម្នាក់បានធ្វើការអនុវត្តជាក់ស្ដែងនៃការកែច្នៃម្រេចទាំងប៉ុន្មានប្រភេទនៅខាងលើនេះហើយបងប្អូនប្រកាសជាឆ្ងល់ហើយថាចំខែនេះហើយមិនក៏នៅមានម្រេចទៀតបងប្អូនអ្នកនៅខាងស្រុកមីមុតណាប្រកាសជាឆ្ងល់ហើយអញ្ចឹងខ្ញុំសូមបកស្រាយនៅកន្លែងនេះបន្តិចបាទគឺនៅក្នុងខែ8នេះគឺម្រេចនៅខាងស្រុកមីមុតអស់ពិតមែនតែម្រេចនៅខាងអាមេរិកកពតបាទសម្រាប់អាមេរិកកពតគឺនៅមានបងប្អូនបាទនៅមានគឺបើនិយាយចំទៅគឺផ្លែរាល់ថ្ងៃអាមេរិកកពតផ្លែរាល់ថ្ងៃបងប្អូនបាទអញ្ចឹងហើយសូមបងប្អូនអត់សូមអត់ឆ្ងល់ទេកុំខ្ញុំដំបូងខ្ញុំឆ្ងល់ដែរណាតែខែហ្នឹងហើយបាននិយាយមកណាទៅគាត់ថាខាងវាគ្មិនគាត់ថាអាមេរិកយកមកពីខេត្តកពតតែអញ្ចឹងក៏អត់ឆ្ងល់ទៅយើងចាប់ដើមស្រស់ទឹកបន្ទាប់មកយើងចាប់ដើមស្រស់នេះស្រស់អាមេរិកហើយអាមេរិកនេះយកមកពីកពតបងប្អូនបាទឥឡូវយើងចាប់ដើមរៀបចំស្រស់អាមេរិកហ៎អត់ចាក់ហើយបាញ់ទៅមើលយ៉ាបាទដែលបងរ៉ាសេតកំពុងតែចាក់នេះគឺជាទឹកខ្មេះសម្រាប់យើងត្រៀមធ្វើជ្រក់ម្រេចស្ងួតហើយនឹងជ្រក់ម្រេចសើមបាទហើយឥឡូវនេះយើងកំពុងតែវាស់បាទស្ទង់បាទហើយក៏គណនាថាម្រេចចំនួនប៉ុណ្ណេះត្រូវប្រើទឹកខ្មេះចំនួនប្រមាណត្រូវប្រើស្ករចំនួនប្រមាណត្រូវប្រើអំបិលចំនួនប្រមាណបាទឥឡូវនេះគាត់គណនាចេញហើយគាត់ក៏ចាប់ផ្ដើមចាក់រំលែកទៅតាមគួនចានរៀងខ្លួនបាទដើម្បីត្រៀមធ្វើម្រេចសើមហើយនឹងម្រេចស្ងួតបើសិនជាបងប្អូនដែលមានបំណងចង់ធ្វើជ្រក់ម្រេចហ្នឹងបងប្អូនអាច
tệ to tình từ khmer này pi khang xã công ban là xã công còn biên là lụa từ khmer nữa nè chẳng là lầnนี้บางเราเสร็จก็จะประดมกูตึกไม่ได้บานเลียสกอร์ซอบลเลยในหนึ่งตึกไม่นั่งเลียไปโจคนี้ไอ้แบบคนตะลีละใบจังใบจังบุญมุกนี้เอาสอบโจคนี้ในงานก็โจตัวถุงงัว ở đây nơi còn nhiều nơi ban nàyใส่ปรังใส่บอลใส่กล้วยใส่ไฟใส่คนสกุลตะกอนงั้นตอนที่สาวที่หาจะเจอเนี่ยผมจะจับเป็นจุ๊บทำเป็นตัวหาแบบทำอะไรขายยังลองต้องทำ